Ok, chuyển sự kênh sự xây nhà cái này nhiều thừa ca mà tẹt mà thôi chỉ muốn project tẹt tăng từ nâng ca pra basic commentក្នុង SSH ចឹងកុំឲ្យកាពេលវេលាយូរចូលទៅកាន់ project របស់យើងទាំងអស់គ្នាមកជាដំបូងយើងត្រូវការចូល start ប៊ូតុងនេះមកសូមរងចាំវាតិចទៅអូខេកន្លែងនេះ login ឈ្មោះរបស់យើងមក password យើងមកអូខេឃើញថាវា connect បានហើយយើងចូលទៅ full line អូខេឃើញវាស្គាល់នេះដាក់ pwd មកអូខេអញ្ចឹងយើងធ្វើការដាក់ IP login វាចូលវាធ្វើការបង្ហាញពី IP របស់យើងហើយយើងចូលទៅកាន់ CMD មកដើម្បីធ្វើការ connect SSH របស់យើងមក SSH ដាក់ឈ្មោះខ្ញុំមក192.168ចុច1.32អូខេកន្លែងនេះដាក់ yes ក៏បានដែរ password មកយើងដាក់ full line មកវាចេញណាអូខេវាចេញតាចូលទៅ path វិញមកអូខេឃើញថាវាចេញធម្មតាទេមានធ្វើការតែ comment មកយើងមកទីមួយធ្វើការតែ comment sudo apt upgrade មកហើយធ្វើការupdate នេះវិញការដាក់ password យើងមក update package អូខេអញ្ចឹងយើងធ្វើការ upgrade មួយទៀតគឺ comment ស្តីគ្នានឹងដែរទៀត sudo apt upgrade នេះធ្វើការ upgrade package របស់យើងជាទៀតមកគេធ្វើការដាក់ item ចូលមកចំពោះការ upgrade នេះគឺវាយូរបន្តិចចាំវាសិនណា
អញ្ចឹងខ្ញុំធ្វើការ post video របស់ខ្ញុំឲ្យវាយូរបើបន្តិចអូខេឃើញថាវាបាន upgrade រួចយកហើយអញ្ចឹងយើងធ្វើការ create file txt មួយមកដើម្បីធ្វើការ create file txt យើងត្រូវការដល់តែ command touch every space .txt អូខេចង់ធ្វើការបើក folder នឹងមើលមកអូខេឃើញថាវាបានបង្កើត folder នេះហើយ account អញ្ចឹងយើងស្នាក់ធ្វើការបញ្ចូល print វាមកយើងធ្វើការ /echo យើងចង់ធ្វើការ print ក្នុង folder នេះដាក់ hello world អញ្ចឹងទៅវាចំណៃជា string មកតោះមកយើងធ្វើការ /ls/a អូខេនៅពេលដែលនេះវាចេញជាមួយនឹង4000នេះតែមិនថាយើងចង់បានជាទិន្នន័យដែលលេខជា like human writing វាទៅជានេះវិញមានអូខេចេញចំនួនក្បៃនេះអូខេអញ្ចឹងបន្តទៅនេះយើង create ចំនួន folder មកserver folder ដាក់ថា new folder folder server ទៅការ check folder មកបែបសាកទៅការ link វាម្ដងទៀតមកអូខេនេះវាបានបង្កើតហើយអញ្ចឹងដើម្បី check មើលជាមួយនឹងនេះយើងត្រូវការ site វាទៅចូលទៅកាន់ cd folder cd new folder folder sao không new folder ok ចឹងវាបានចូលទៅកាន់ folder ហ្នឹងហើយយើងធ្វើការដាក់ ls វិញpwd អូខេคลิกផាតវាហើយចឹងធ្វើការដើម្បី exit វាបានយើងធ្វើការដាក់ cd មកអូខេវាបាន exit ហើយចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេចឹងចុងក្រោយយើងដាក់ជាមួយនឹង sudo setup ណា sudo setup មាន o ទេ setup អូខេចឹងវាបាន disconnect ហើយចឹងចំពោះវីដេអូចំពោះការចំពោះ basic command របស់យើងមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់សម្រាប់ការ watching this video bye bye